រឿងស្នេហ៍ក្នុងលានប្រណាំងបេះដូងនៅទីប្រន់ភាគទី15បេះដូងរបស់ខ្ញុំខ្ទេចខ្ទាំរាងកាយស្ទើរតែប្រេះបាយជាចម្រៀកទឹកភ្នែកក៏ហូររហាមពេលនោះខ្ញុំមិនដឹងទេថាខ្លួនឯងកំពុងរត់ទៅណាដឹងត្រឹមថាឈរនៅត្រង់នោះទៀតលែងបានខ្ញុំនឹងរត់ទៅឲ្យឆ្ងាយពីគេបំផុតរហូតដល់ជពប់ជើងដួលនៅក្រោមដើមឈើធំមួយពេលនោះទៅខ្ញុំដឹងថាខ្លួនឯងលែងមានកម្លាំងកំហែងទៅហើយខ្ញុំត្រហូរយំនៅលើខ្សាច់ក្រោមដើមឈើនោះដោយមិនអាចទប់បានខ្ញុំនឹកខ្លួនឯងកាលពីមុននឹកឈូគ្រីមដែលរឹងមាំម្នាក់នោះមនុស្សស្រីដែលមិនព្រមចោះញោមអ្នកណាតែហេតុអីខ្ញុំព្រមឲ្យមនុស្សប្រុសដោយលោកត្រាយចូលមកនឹងបំផ្លាញគ្រប់យ៉ាងពេលនេះខ្ញុំគ្រាន់តែជាមនុស្សស្រីដ៏ងងទន់ជ្រាយនិងគួរឲ្យវេទនាម្នាក់ប៉ុណ្ណោះខ្ញុំប្រគល់បេះដូងឲ្យមនុស្សប្រុសដែលមើលមិនឃើញតម្លៃរបស់វាអីបន្តិចទៅខ្ញុំមិននៅសេះសល់អីខ្ញុំជាមនុស្សគ្មានតម្លៃខ្លោតជួយអូនផងខ្ញុំយំយាយស្រែករកខ្លោតប៉ុន្តែបានត្រឹមស្រវេស្រវាខ្យល់ប៉ុណ្ណោះខ្លោតមិនធ្លាប់ធ្វើឲ្យខ្ញុំឈឺចាប់មិនធ្លាប់ធ្វើឲ្យខ្ញុំយំគេឲ្យកិត្តិយសខ្ញុំមិនធ្លាប់ញ៉ាំញីបេះដូងរបស់ខ្ញុំមានតែម្ដងគត់ដែលគេធ្វើឲ្យខ្ញុំយំនោះគឺពេលដែលគេស្លាប់ពេលដែលខ្លោតស្លាប់ខ្ញុំមិនយំខ្លាំងដល់ថ្នាក់នេះទេចុះប្រុសម្នាក់នោះជាអ្នកណាហេតុអីបានជាធ្វើឲ្យខ្ញុំយំដោយសារគេដល់ថ្នាក់នេះឈឺតមែនឈឺគ្រីមឯងឈឺតហើយល្ងងទៀតផងខ្ញុំបានតែជេរខ្លួនឯងនៅក្នុងចិត្តលែងនៅសេះសល់អីទៅហើយខ្ញុំបាត់បង់អស់គ្រប់យ៉ាងមិនដឹងថាខ្ញុំដេកជុំនៅត្រង់នោះយូរប៉ុណ្ណាដឹងខ្លួនម្ដងទៀតគឺពេលទូរស័ព្ទក្នុងហោប៉ៅខោញួរខ្ញុំមានអារម្មណ៍ថារាងកាយគ្មានកម្លាំងកំហែងតែខ្ញុំក៏ងើបទាញទូរស័ព្ទមកមើលពេលឃើញឈ្មោះសឺខនខ្ញុំក៏ហូរទឹកភ្នែកកាន់តែខ្លាំងហើយចុចទទួលភ្លាមអាសើទើបព្យាយាមធ្វើសម្លេងឲ្យធម្មតាតែខ្ញុំដឹងច្បាស់ថាវាមិនធម្មតានោះទេសម្លេងរបស់ខ្ញុំវាស្អកនិងអណ្ដើតអណ្ដោឯងកាត់អីសើខ្ញុំព្យាយាមធ្វើសម្លេងឲ្យរឹងមាំតាមធម្មតាតែវាមិនងាយឈឺគ្រីមឯងកាត់អីសើខ្ញុំគិតតែពីយំអណ្ដើតអណ្ដោនិយាយអីមិនចាញ់ហៅបានតែឈ្មោះគេមួយម៉ាត់ប៉ុណ្ណោះហើយក៏យំទៀតឯងកាត់អីឯងណាប្រាប់ខ្ញុំភ្លាមចាប់ខ្ញុំទៅរកខ្ញុំអ្នកណាធ្វើឯងយំឈឺគ្រីមប្រាប់ខ្ញុំចវាយរបស់ឯងមែនទេអាស្អីគេនោះមែនទេវាល្ងីល្ងើណាស់ដែលខ្ញុំគិតតែយំប៉ុន្តែការដែលបានយំឲ្យអ្នកណាម្នាក់ស្ដាប់បែបនេះវាមានអារម្មណ៍ល្អជាងយំម្នាក់ឯងចង្រៃយោនោះជាសម្លេងទឹករលកឬអត់ឯងនៅឯណាសមុទ្រឬសមុទ្រនៅណាសំណួររបស់គេធ្វើឲ្យខ្ញុំមើលទៅជុំវិញខ្លួនក្រៃលោឃើញស្លាកឬអ្វីក៏ដោយដែលអាចប្រាប់បានប៉ុន្តែគ្មានឃើញតាឡានរបស់លោកត្រាយដែលចតនៅឆ្ងាយសិនលំនេះខ្ញុំរត់ចេញមកឆ្ងាយដល់ថ្នាក់នេះផងឬមិនដឹងខ្លួនសោះខ្ញុំមិនដឹងណែណាទេអីចេះឯងផ្ញើទីតាំងមកឲ្យខ្ញុំតាមឡាញចាំខ្ញុំទៅរកតែធ្វើតាមខ្ញុំប្រាប់ទៅខ្ញុំតបហើយចុចផ្ដាច់បន្ទាប់មកក៏ផ្ញើទីតាំងឲ្យសឺខនបន្ទាប់ពីរូបស្មារតីរបស់ខ្ញុំក៏មកវិញទោះឈឺចាប់តែក៏ប្រឹងងើបឈរឲ្យបានខ្ញុំដើរទៅមុខបន្តផ្ទុយពីទិសដៅដាឡាននោះចតខ្ញុំដើរតាមឆ្នេរខ្សាច់រហូតដល់ឃើញហាងកាហ្វេមួយនៅទល់មុខថ្នល់ខ្ញុំដើរឆ្លងថ្នល់ដើរចូលទៅក្នុងហាងនោះកំងកាហ្វេមួយកែវសរសេរឈ្មោះហាងផ្ញើទីតាំងទៅសឺខនទោះខ្ញុំក្រាញ់ចិត្តគេព្រោះនេះជាម៉ោងធ្វើការរបស់គេថែមទាំងនៅទីនេះក៏នៅឆ្ងាយប៉ុន្តែខ្ញុំត្រាំលេងបានហើយខ្ញុំត្រូវចាក់ចេញពីទីនេះហើយពេលនេះខ្ញុំក៏ត្រូវការមនុស្សម្នាក់ខ្ញុំអង្គុយរងាប់អារម្មណ៍នៅក្នុងហាងកាហ្វេចិត្តក៏ត្រជាក់ខ្លះហើយដែរទឹកភ្នែកក៏ឈប់ហូរទោះនៅមានកំណក់ទឹកភ្នែក
នៅឡើយតែខ្ញុំក៏ព្យាយាមទាញស្មារតីខ្លួនឯងមកវិញពេលវេលាកន្លងផុតទៅប្រហែល2ម៉ោងខ្ញុំសម្លឹងមើលទ្វាររហូតគ្រប់ពេលដែលមានមនុស្សបើកចូលមកខ្ញុំក៏ស្ទុះងើបរងចាំដល់ចិត្តអន្ទះសាឲ្យសើខនបើកទ្វារចូលមកសំឡេងកណ្ដឹងមាត់ទ្វារបន្លឺឡើងខ្ញុំអាចមើលនឹងឃើញថាប្រុសម្នាក់នោះបើកទ្វារចូលមកភ្លាមនោះពេលដែលឃើញមុខគេខ្ញុំក៏មួយក្រោមតុបើកទ្វារក្បែរផ្ទះបាយរបស់បុគ្គលិកចូលទៅភ្លាមគេគឺលោកត្រាយបេះដូងរបស់ខ្ញុំលោតញាប់បុគ្គលិកនៅក្នុងផ្ទះបាយមើលមកខ្ញុំដោយការងឿងឆ្ងល់ថាខ្ញុំចូលមកដល់របៀបណាតែខ្ញុំអានកំណត់ជាការសុំទោសនិងសម្លឹងមើលទ្វារក្រោយហើយក៏បើកចេញទៅពេលចេញទៅក្រោយហាងខ្ញុំក៏មើលឆ្វេងមើលស្ដាំឃើញតែវាលស្មៅមិនដឹងថាទៅខាងណាទៅរត់ទៅមុខហាងប្រងត្រឡប់ទៅឆ្នេរខ្សាច់ប៉ុន្តែខណៈនោះម៉ូតូមួយគ្រឿងក៏រត់មកចតនៅមុខហាងខ្ញុំឃើញស្ទីគ័រហាង Tofu Delivery បាត់ចាប់នឹងម៉ូតូខ្ញុំក៏ដឹងភ្លាមថាសើខនមកហើយសើខនខ្ញុំស្រែកហៅនឹងរត់ទៅរកសើខនដោះមួកការពារចេញនឹងរត់មករកខ្ញុំឈឺក្រីមអញកាត់អីអត់កែសួរព្រមទាំងពិនិត្យមើលមុខមាត់ខ្លួនប្រាំងខ្ញុំខណៈដែរខ្ញុំទប់ទឹកភ្នែកក្រវីក្បាលប្រាប់គេលេចអីហើយច្បាស់ហើយហើយមកក៏ខ្ញុំនិយាយស្ដាប់យើងគ្មានបែកទេទៅខ្ញុំប្រាប់នឹងរុញគេដើរទៅរកម៉ូតូដោយងាកក្រោយមើលទៅក្នុងហាងពេលនោះលោកត្រាយកំពុងបើកទ្វារចេញមកល្មមខ្ញុំក៏បែកខ្នងដាក់គេភ្លាមនិងរំអុកសើខនឲ្យចេញម៉ូតូព្រុនសើខនបញ្ឆេះម៉ូតូខ្ញុំក៏លុតឡើងពីក្រោយភ្លាមតែឆាប់ឡើងសើខនងក់ក្បាលនឹងមូលហ្គាតែសំឡេងមួយស្រែកពីក្រោយតើណាចង់តើណាជាសំឡេងរបស់លោកត្រាយហើយអំណាចរបស់វាក៏ធ្វើឲ្យសំឡេងរំជួយសូម្បីតែសើខនក៏ភាំងតែត្រូវខ្ញុំទះស្មាតែសើខនភ្ញាក់ព្រឹកនឹងមូលហ្គាបើកចេញទៅព្រិនម៉ូតូបើកចេញទៅនៅក្នុងល្បឿនលឿនតែសោកសឹកខ្ញុំក៏មានអារម្មណ៍ដូចត្រូវក្រវែងយ៉ាងតន់ហន់លោកត្រាយរត់មកតាមស្រវាទាញខ្ញុំតាំងស្មាសើខនចាប់ប៉ុន្តែវាមិនអាចជួយខ្ញុំបានថែមទាំងធ្វើឲ្យសើខនទប់មិនចាប់ទៀតផងងឹតក្រាំងពេលនោះគ្រប់យ៉ាងវាកាត់ឡើងលឿនណាស់ដៃរបស់ខ្ញុំរបូតពីខ្លួនរបស់សើខនលោកត្រាយស្រវាអោបចង្កេះរបស់ខ្ញុំក្រវែងយ៉ាងខ្លាំងទៅយើងទាំងពីរដួលរមៀលទៅលើស្មៅនៅដងផ្លូវមិនប៉ុន្មានវិនាទីបន្ទាប់មកខ្ញុំក៏មានអារម្មណ៍ថាឈឺពេញខ្លួនពេលនោះខ្ញុំមិនខ្វល់ទេថាខ្លួនឯងមានរបួសអីត្រង់ណាខ្ញុំបេះដៃលោកត្រាយចេញពីចង្កេះនឹងស្ទុះងើបជើងឆ្វេងឈឺដល់ឆ្អឹងប៉ុន្តែខ្ញុំនៅព្យាយាមងើបចេញនឹងរកមើលសើខនខ្ញុំស្រែកហៅព្រមទាំងរកមើលគេតែគ្មានសម្លេងតបអ្វីដំបូងដែលឃើញគឺម៉ូតូសម្រាប់ចិត្តរបស់គេដែលដួលនៅកណ្ដាលថ្នល់ចំណែកខ្លួនរបស់គេនៅឯណានោះរកមិនតាន់ឃើញសើខនសម្លេងស្រែករបស់ខ្ញុំលឺឡើងខ្ទរពេលនោះបេះដូងរបស់ខ្ញុំហែងហាងអស់ហើយសើខនដេកស្ដុកស្ដឹងនៅលើខ្សាច់ទល់មុខខ្ញុំក៏រត់ទៅរកគេបេះដូងក៏លោតញាប់គេត្រូវតែមិនកាត់អីគេត្រូវតែមិនអីខ្ញុំបានភាតែភាវនានៅក្នុងចិត្តម្ដងហើយម្ដងទៀតពេលទៅដល់ខ្ញុំក៏សម្រុកខ្លួនអង្គុយក្បែរសើខននិងអង្រួនគេព្រមទាំងហៅខ្លាំងសើខនគេកំដៅខ្លួនងាកមករកតាមសម្លេងហៅរបស់ខ្ញុំបន្ទាប់មកក៏ច្រាត់ដៃងើបអង្គុយពេលនោះខ្ញុំធូរទ្រង់ខ្សាក់សំណាងល្អដល់គេមិនកាត់អីអរគុណព្រះជាម្ចាស់អញឈឺត្រង់ណាឬអត់ខ្ញុំអូខេចុះអញឈឺត្រង់ណាទេខ្ញុំលុបលឹងអស់មនុស្សដោយសើខនមិនងាប់ព្រឹកដួលម៉ូតូទេគេប្រាប់ព្រមទាំងយកចចាំដាក់ទើសជ្រិញតិចតែខ្ញុំសប្បាយចិត្តដែលគេមានសុវត្ថិភាពខ្ញុំស្ទុះអោបសើខនដល់ការសប្បាយចិត្តប៉ុន្តែវិនាទីបន្ទាប់មករាងកាយក៏ត្រូវចាប់ទាញអើយដៃរបស់ខ្ញុំស្ទើរតែរបូតមិនចេះស្កប់ស្កល់ទៅឬយ៉ាងម៉េចលោកត្រាយស្រែកដាក់ខ្ញុំខ្លាំងសម្ដីនោះវាខ្លាំងជាងគេទេក៏ភ្លៀកខ្ញុំទៅទៀតលេឈូក្រីមភ្លាមសើខនស្ទុះមកទាញខ្ញុំតែត្រូវលោកត្រាយទាញចាញ់មិនព្រមលេងសម្រាប់ថាឯងជាមិត្តភក្តិឬជាស្អីបានជាតាមគ្នាមកដល់ទីនេះឲ្យឈូក្រីមមកនឹកគ្នាមែន
lênខ្ញុំជាអ្នកស្រ័យម្ដងតែគេមិនព្រមលេងឲ្យឈូគ្រីមមកនាងជារបស់ខ្ញុំគ្មានអ្នកណាជារបស់ឯងទេលេងនាងខ្ញុំប្រឹងមួតដៃចេញតែវាពិបាកខ្លាំងណាស់លោកត្រាយចាប់កដៃខ្ញុំចាប់ខ្លាំងជាងខ្នាតដៃទៅទៀតឯងមានសិទ្ធិស្អីមកនាំនាងទៅហេតុអីព្រោះស្រីម្នាក់នេះជារបស់ខ្ញុំទោះអញជាចវាយតែមិនមែនថាមានសិទ្ធិគ្រប់យ៉ាងទេចាប់ឲ្យខ្ញុំលើកពីចវាយលោកត្រាយនិយាយព្រមទាំងញញឹមចង់មាត់សើខនភ័ក្របន្តិចមើលមកខ្ញុំចំណាយពេលនេះខ្ញុំច្របូកច្បល់អស់ទៅហើយចិត្តទៅត្រូវងាកមកចេញមានន័យថាម៉េចសើខនងាកទៅសួរលោកត្រាយប្រាប់វាទៅថានាងនឹងខ្ញុំត្រូវជាស្អីនឹងគ្នាលោកត្រាយងាកមកនិយាយជាមួយខ្ញុំតែខ្ញុំនិយាយអីមិនចាញ់ប្រាប់វាទៅខ្ញុំឲ្យខ្ញុំនិយាយអីទៅឈូគ្រីមនេះជាស្អីសើខនងាកមកសួរខ្ញុំដល់ទឹកមុខដល់ពោពេញទៅដោយការសង្ស័យខ្ញុំងាប់ហើយខ្ញុំនិយាយមិនបានបើនាងមិននិយាយចាំខ្ញុំនិយាយលោកត្រាយនិយាយផោងភ្លាមកុំខ្ញុំងាកទៅស្រែកហាមភ្លាមថៃថាគ្នាជាមួយខ្ញុំវាគួរឲ្យអាម៉ាស់ឬយ៉ាងម៉េចទៅបានជាប្រាប់មិត្តភក្តិមិនបានឬថាអាម៉ាស៊ីននេះវាមិនមែនជាមិត្តភក្តិចាប់សម្ដីរបស់លោកត្រាយការអត់ធ្មត់របស់ខ្ញុំក៏ដល់ទីបញ្ចប់ភ្លាមផាច់ខ្ញុំទេកំភ្លៀងកេះដល់កម្លាំងកំហែងទាំងអស់ដែលមានកម្លាំងទេនោះធ្វើឲ្យមុខរបស់លោកត្រាយងាកទៅមកខាងថាក់ទៀតខ្ញុំស្រែកដាក់មុខគេលោកត្រាយក៏ងាកមកយឺតមកមើលមុខខ្ញុំបន្ទាប់មកក៏ស្វាចាប់មុខរបស់ខ្ញុំច្របាច់ខ្លាំងអបាញ់មិញនាងជេរខ្ញុំថាម៉េចថាក់ទៀតខ្ញុំប្រាប់ថាលោកឯងថាក់ទៀតបានលឺទេខ្ញុំស្រែកខ្លាំងព្រមទាំងវាដៃគេចាញ់ខណៈនោះសើខនក៏ស្ទុះមកចាប់កបួយកៅអៅរបស់លោកត្រាយនិងដាល់ភ្លាមផាច់អាចចង្រៃងាប់ទៅសើខនរិញលោកត្រាយឲ្យដួលទៅលើខ្សាច់ហើយក៏តាមទៅដាល់មិនប្រណីលោកត្រាយលើកដៃរោគនិងវាបាក់មកវិញប៉ុន្តែស៊ូកម្លាំងរបស់សើខននៅពេលនេះមិនបានមិនដឹងថាគេយកកម្លាំងមកពីណាផាច់លោកត្រាយត្រូវសើខនវាឡើងទក់ខ្ញុំឃើញថាវាមិនស្រួលទៅចាប់ទាញសើខនចេញសើខនឈប់ឬអាចឲ្យខ្ញុំឈប់ឬសើខនងាកមកមើលខ្ញុំខណៈនោះលោកត្រាយក៏ចាប់ទាញកៅអៅរបស់សើខនបោកទៅលើខ្សាច់ហើយក៏ដើរគេវិញមិនទប់ដៃផាច់ពេលអ្នកនោះដើរគ្នាដល់គ្មានអ្នកណាព្រមចាញ់អ្នកណាខ្ញុំស្រែកហៅឲ្យគេឯងជួយប៉ុន្តែគ្មានអ្នកណាហ៊ានមករវល់ពេលអ្នកនោះវាគ្នាតតបែកមាត់បាយជាចាមហើយសើខនជាអ្នកមានព្រៀបវិញម្ដងទៅខ្ញុំរត់ទៅទាញគេចាញ់សើខនឈប់ខ្ញុំប្រាប់ថាឈប់សើខនមិនស្ដាប់ខ្ញុំនៅតែដល់លោកត្រាយតែចាំពុកសើខនបើឯងមិនឈប់គេនឹងងាប់ខ្ញុំស្រែកប្រាប់ព្រមទាំងកសោបចាប់ដៃសើខនគេបន្ថយកម្លាំងពេលបានលឺសម្ដីរបស់ខ្ញុំបន្ទាប់មកក៏ត្រូវខ្ញុំទាញចេញវាគួរតែងាប់សើខននិយាយដល់សម្លេងដង្ហក់បាត់ហើយខ្ញុំប្រាប់ព្រមទាំងកលេចមកលោកត្រាយដាក់ដេកអស់សភាពទៅលើខ្សាច់ទោះខឹងគេយ៉ាងណាតែឃើញសភាពរបស់គេយ៉ាប់យ៉ឺនបែបនេះក៏ធ្វើឲ្យខ្ញុំចង់យំទៅវិញសើខនប្រាប់ព្រមទាំងសវ៉ាចាប់ដៃរបស់ខ្ញុំនាំដើរទៅរកម៉ូតូខ្ញុំទឹកដំណើរមិនដើរតាមគេទៅសើខនងាកមកមើលដល់ការសង្ស័យឯងទៅបន្តថៃចាំខ្ញុំទៅតាមនេះក៏ប្រាប់ណាស់ថាឯងចង់នៅជាមួយអាឈ្គូតនោះទៀតឲ្យខ្ញុំទៅគេចោលអញ្ចឹងឬតាមទៅវាទៅមនុស្សដូចវាសាសំហើយដាក់ដេកដូចឆ្កែតាមចិញ្ចាំផ្លូវបាត់នឹងឯងទៅបន្តខ្ញុំបេះដៃសើខនចេញឈូគ្រីមឯងឈ្គួតហើយឬឯងចង់ថាខ្ញុំឈ្គួតក៏បានសើខនមើលមកខ្ញុំដល់ការងឿងឆ្ងល់ជួបគ្នានៅ District 4ខ្ញុំប្រាប់សើខនគេឈរមើលមកខ្ញុំអស់ជាច្រើននាទីមុននឹងដើរទៅលើកម៉ូតូហើយបើកចេញទៅខណៈដែលខ្ញុំបានតែឈរមើលគេតតែបាត់ពីភ្នែកនេះគេកិច្ចពីការងារជិះម៉ូតូពី District 4ដើម្បីមកយកខ្ញុំដល់ខេត្តឆ្ងាយវេគ្នាជាមួយលោកត្រាយឡើងទក់សាច់ដើម្បីខ្ញុំតែខ្ញុំបានជាប្រាប់ឲ្យគេត្រឡប់ទៅវិញអូយមិនបានជាខ្ញុំខ្លាចជាមនុស្សបែបនេះសូមធ្វើផងសើខនខ្ញុំឈួតហើយក៏ល្ងងដែរបន្ទាប់ពីតាមមើលសើខនបើកម៉ូតូផាត់ពីភ្នែកហើយខ្ញុំក៏ដើរទៅរកលោកត្រាយជួយលើគេនាំទៅលាងរបួសសំណាងល្អដល់អ្នកភូមិនៅម្ដុំនោះមានទឹកចិត្តទៅឲ្យកន្លែងស្នាក់នៅនឹងឲ្យថ្នាំដែរយើងអង្គុយនៅរោងមាត់សមុទ្រមុខមាត់របស់លោកត្រាយមើលមិនបានឆេចាំបែកមាត់បែកថ្ពាល់ប៉ោងចាំខ្លួនប្រានមានសិតតែស្នាមរបួសអូយនេះចង់សម្រាប់ខ្ញុំឬយ៉ាងម៉េចគេស្រែកខ្លាំងពេលដែលខ្ញុំយកសម្លៃជលុអាកុលជូតមុខរបួសឲ្យឈួតមែនឈឺមិនក៏នាងមិនទៅជាមួយអាម៉ាស៊ីននោះខ្ញុំសួរមិនលឺទៅឬយ៉ាងម៉េចថ្លង់ឬខ្ញុំសួរថាមិនក៏នាងមិនទៅជាមួយអាម៉ាស៊ីននោះលោកត្រាយដំឡើងសម្លេងហើយខ្ញុំក៏អត់មិនបាននឹងតកំហើយគេបាត់នឹងគេជាមិត្តខ្ញុំមិត្តឈួតស្អីប្រាប់នឹងស្រីធ្វើជាមិត្តភក្តិនឹងគ្នាបានពីអង្កាលបើមិនដឹងអីក៏និយាយខ្ញុំប្រាប់ព្រមទាំងសង្កត់សម្លេងត្រង់កែមាត់របស់គេ
អូយខ្ញុំនៅសើខនជាបញ្ជាស្រីគ្នាកុំកាត់អីផ្ដេសផ្ដាស់ហើយវាគិតមកលើនាងជាបុត្រភេរឬអត់សំណួររបស់លោកត្រៃធ្វើឲ្យខ្ញុំភាំងនាងមើលមិនដឹងមិនឬថាវាគិតយ៉ាងណាឬគ្រាន់តែចង់បោកប្រាវាឲ្យតាមជួយនាងរហូតនេះគេធ្វើឲ្យខ្ញុំនិយាយត្រង់ៗឲ្យតតែបានខ្ញុំមិនមែនលើកខ្ញុំមិនធ្លាប់បោកអ្នកណាអះហើយមិនក៏ចង់រកគេពីខ្ញុំសំណួរនោះធ្វើឲ្យខ្ញុំភាំងនេះគេមិនដឹងមែនឬធ្វើពុតជាមិនដឹងឆ្លើយមកគ្មានមកទេឬយ៉ាងម៉េចគេសួរព្រមទាំងច្បាប់ចង្ការរបស់ខ្ញុំងាកមកចេញមកក៏សកចង់រត់គេចពីខ្ញុំទាំងដានាងក៏ពេញចិត្តមិនអញ្ចឹងពេលដែលខ្ញុំថើបគេនិយាយព្រមទាំងបាំងខ្សែភ្នែកព្រានដាក់ខ្ញុំស្អប់គេមែនតែនហើយក៏យកសម្លេងសង្កត់មុខរបួសត្រង់ចិញ្ចាំហើយអូយសាក់ឌីសណាចូលចិត្តបែបនេះក៏ប្រាប់ត្រង់មកលើកក្រោយនឹងបានចាប់ការឲ្យនេះខ្ញុំប្រើការអត់ធ្មត់ណាស់គេនិយាយស្ដីប្រមាថមើងងាយដោយខ្ញុំជាស្រីល្មមតណ្ហាខ្ញុំវាងាយទាំងល្ងងសាកសមឲ្យដែលត្រូវគេប្រមាថរួចហើយខ្ញុំនិយាយឲ្យក៏រៀបចំឧបករណ៍ទុកដាក់ក្នុងប្រអប់នឹងឲ្យម្ចាស់ផ្ទះចិត្តល្អវិញបន្ទាប់ពីនោះយើងក៏ទៅរកអីញ៉ាំនឹងដើរទៅរកឡានព្រះអាទិត្យកំពុងបន្ទាបខ្លួនខ្ញុំមានអារម្មណ៍ថាថ្ងៃនេះវាយូរណាស់រាងកាយរបស់គេចំសភាពស្រដៀងនឹងបេះដូងរបស់ខ្ញុំបើកទ្វារប្រងបើកចេញទៅតែត្រូវគេខត់ឈប់នាងអង្គុយខាងនោះគេបយមាត់ដាញ់ឲ្យខ្ញុំទៅអង្គុយក្បែរអ្នកបើកតែខ្ញុំជាអ្នកបើកឡានរបស់លោកខ្ញុំប្រកាសពីឋានៈរបស់ខ្លួនឯងច្បាស់លាស់ដោយតែគេធ្លាប់ប្រកាសប្រាប់អ្នកដទៃបែបហ្នឹងថ្ងៃនេះខ្ញុំឲ្យនៅសម្រាប់មួយថ្ងៃតែកំរឹងអូខេជារឿងរបស់គេតាចង់បើកក៏បើកទៅខ្ញុំហុចសារឲ្យធ្វើខ្លួនជាស្រីរបស់ខ្ញុំមួយថ្ងៃប្រយោគនោះធ្វើខ្ញុំវិតារលាយកំហឹងនឹងការស្អាប់ស្ទើរតែបាត់អស់រលីងធ្វើចិត្តឲ្យរឿងឈូគ្រីមវាគ្រាន់តែជាសម្ដីរបស់ប្រុសព្រានម្នាក់ប៉ុណ្ណោះខ្ញុំតបហើយកដាវៀងទៅអង្គុយកៅអីមកខាងទៀតលោកត្រៃបច្ចេកឡានហើយបើកចេញទៅតាមស្ទីលរបស់គេមើលតាមស្លាកប្រាប់ទិសហើយគេកំពុងសម្ដៅទៅ District 4នៅតាមផ្លូវលោកត្រៃបើកភ្លេងស្ដាប់វាជាភ្លេងរ៉ុករបស់អង់គ្លេសដែលខ្ញុំបានឮហើយឈឺបេះដូងណាស់ព្រោះវាធ្វើឲ្យខ្ញុំនឹកដល់ Cloud ហេតុអីបានជាគេចូលចិត្តបាត់ភ្លេងដោយ Cloud ឈួតមែនខ្ញុំលើកដៃទៅបិទហេធ្វើឈួតស្អីនាងខ្ញុំមិនចង់ស្ដាប់ថៃគេសួរហើយក៏ចុចបាក់ម្ដងទៀតខ្ញុំលើកដៃទៅចុចបិទម្ដងទៀតនេះនាងកាត់ឈួតស្អីខ្ញុំមិនចង់ស្ដាប់នាងគ្មានសិទ្ធិពេលនេះលោកឲ្យខ្ញុំសម្រាប់ពីការងារកុំភ្លេចឲ្យខ្ញុំក៏មិនបាននៅក្នុងឋានៈជាកូនឈ្នួលដែលត្រូវធ្វើតាមបញ្ជាលោកដែរកាន់តឡើងចាងតែប៉ុណ្ណឹងបានខ្ញុំមិននិយាយរកគេទៀតទេថៃបានស្ដាប់បទនេះហើយនឹកសង្សារចាស់ឈប់សម្ដីរបស់គេដោយយកកបាត់មកចាក់បេះដូងរបស់ខ្ញុំខាំមាត់មិនចង់តបតតែឯងក៏អត់មិនបានសង្សារមិនមែនសង្សារចាស់សង្សារនេះស្លាប់ហើយមិនចឹងតែយើងមិនបានបែកគ្នាហើយព្រោះហេតុផលនោះទៅខ្ញុំមិនធ្លាប់ឲ្យខ្លាចថាសង្សារចាស់ហើយបើនាងចាំមានសង្សារថ្មីនោះត្រូវឲ្យធុកសំបែកមែនទេប្រយ័ត្នខ្ញុំស្រែកខ្លាំងព្រោះនៅខាងមុខជាផ្លូវកាងប៉ុន្តែគេបាត់ចង្កូតកាច់បានយ៉ាងលយអូខេឈប់និយាយតែយកចិត្តទៅដាក់បាក់ឡានភ្លើងងឹតថៃខ្ញុំចង់ដឹងរឿងរបស់នាងហើយសង្សារនាងប្រកាសថាដូចខ្ញុំទេប្រហែលជាអត់ខ្ញុំធ្វើជាតិចប៉ាតមិនចាប់អារម្មណ៍ពីគេលោកត្រៃនិយាយនេះនិយាយនោះលបងឲ្យខ្ញុំនិយាយជាមួយគេតែខ្ញុំមិនប្របាក់មាត់រហូតដល់គេសួររឿងមួយសង្សារនាងជាអ្នកប៉ណ្ណឹងឡានមែនទេពេលនោះបេះដូងរបស់ខ្ញុំកន្ត្រាក់បន្តិចមិនក៏លោកដឹងនិយាយបានហើយឬគេសួរព្រមទាំងញញឹមចូលចិត្តដែលធ្វើឲ្យខ្ញុំនិយាយរកបានខ្ញុំសួរថាមិនក៏លោកដឹងខ្ញុំនៅក្នុងវិស័យនេះមិនក៏ថាមិនដឹងពេលទៅប្រជុំគ្រូនឹងអាណាព្យាបាលស្អីគេនោះខ្ញុំឃើញប្រវត្តិរបស់ស្កាយតែខ្ញុំបានចាំបានថាបងរបស់អ្នកប្រណាំងថ្មថ្មីដែលស្លាប់កាលពី3ឆ្នាំមុនឆាប់និយាយទៅពេលដែលគេស្លាប់នាងមានអារម្មណ៍យ៉ាងម៉េចឈឺចាប់ឬអត់ឆ្លើយខ្ញុំទប់ចិត្តទប់អារម្មណ៍ព្យាយាមទប់គ្រប់យ៉ាងនៅក្នុងខ្លួនខ្ញុំប្រាប់នាងឆ្លើយលើកត្រៃដំឡើងសម្លេងប៉ុន្តែខ្ញុំនៅតែធ្វើប្រងើយណែគេលោកដៃមកចាប់មុខរបស់ខ្ញុំឲ្យងាកទៅរកខ្ញុំសួរថានាងមានអារម្មណ៍យ៉ាងណាគ្រាន់តែឆ្លើយនេះខ្ញុំខឹងហើយគេកំហុសឲ្យបន្ថែមល្បឿនប៉ុន្តែខ្ញុំនៅតែមិនមាត់មិននិយាយរកគេឈឺគ្រីមទើបគេស្រែកហៅឈ្មោះខ្ញុំដែលយូរបានលឺម្ដងតែខ្ញុំនៅតែមិនតបតណែខ្ញុំខឹងមែនទេខ្ញុំខឹងមែនតើណៃលើកត្រៃខាងមាត់នឹងរត់តែបន្ថែមល្បឿនខ្ញុំក៏លេចមើលផ្លូវនៅខាងមុខបេះដូងក៏ស្រៀវវាងងឹតណាស់មានឡានបើកនាំមុខប្រមាណគ្រឿងលោកត្រៃក៏បើកវ៉ាទាំងអស់នាងមិននិយាយមែនទេព្រឹនលោកត្រៃបើកកាច់ឆាក់កាច់ឆេងកាច់ឆ្វេងកាច់ស្ដាំធ្វើដោយកំពុងជិះផ្លូវរត់ភ្លើងហោះសំឡេងម៉ាស៊ីនលឺឡើងត្រហឹងដោយក្របបែកខ្ញុំមិនបានខ្លាចល្បឿនឡាននោះទេតែពេលនេះជាពេលយប់ភ្លើងនៅតាមផ្លូវក៏ភ្លឺខ្លះអត់ខ្លះផ្លូវកាមក៏ច្រើនផ្លូវថ្នល់ក៏មិនល្អតែបើគេចង់ឈួតឲ្យគេឈួតទៅ
នេះនាងចង់ញ៉ាក់ខ្ញុំមែនទេព្រឹនចង់ខ្ញុំនិយាយម្នាក់ឯងខ្ញុំមិនមែនមនុស្សឈួតទេណែនិយាយលោកត្រាយលោកដៃមកចាប់ចង្ការបស់ខ្ញុំឲ្យងាកទៅមើលគេខណៈនោះខ្ញុំក៏លើឃើញប្រុសម្នាក់ឈរនៅកណ្ដាលថ្នល់ពេលនោះបេះដូងរបស់ខ្ញុំក៏ធ្លាក់ទៅនៅនឹងដីប្រញាប់មនុស្សលោកត្រាយស្រែកខ្លាំងៗហើយបត់កិច្ចយ៉ាងតាន់ហន់ងឹតសម្លេងចាន់ហ្វ្រាំងលឺឡើងត្រហឹងធ្វើឲ្យខ្ញុំមានអារម្មណ៍ថាឡានប៉ះទង្គិចនៅវ័យម្យ៉ាងខ្លាំងបន្ទាប់មកគ្រប់យ៉ាងក៏ញ័រលោកត្រាយកាច់បត់ហើយនាំឡានចុះធ្លាក់ផ្លូវខ្ញុំមានអារម្មណ៍ដូចត្រូវគេក្រវែងទៅក្រវែងមកគ្រប់យ៉ាងលឿនខ្លាំងណាស់ធ្វើឲ្យខ្ញុំរៀងមិនតាន់ក្រាំងសម្លេងរបស់រឹងទង្គិចគ្នាលឺត្រហឹងតាមដល់សម្លេងបែកដែលលឺយ៉ាងឡើងចង់ធ្លុះក្តារត្រចៀកប្រាវខ្លួនប្រាណរបស់ខ្ញុំដូចត្រូវចាប់កញ្ចក់ម្ដងហើយម្ដងទៀតនៅក្នុងឡានក្បាលក៏ប៉ះទង្គិចនឹងខនសូឡានកញ្ចក់ចំហៀងនឹងអ្វីមិនដឹងជាអ្វីរហូតគ្រប់យ៉ាងរលត់យ៉ាងតាន់ហន់បន្ទាប់ពីនោះក៏ស្ងប់ស្ងាត់កំពុងជាចាត់ចាប់បានប្រិមជាទីស្រឡាញ់រងចាំតាស្ដាប់ភាពបន្តនៅវេលាក្រោយទៀតបាយបាយ